ការពុតថ្មិញត្រូវការដកថ្មិញឬក៏មិនដកថ្មិញជាទូទៅមិនមែនគ្រប់ការពុតថ្មិញទាំងអស់គឺយើងត្រូវការដកថ្មិញពីអ្នកជំងឺនោះទេការដកថ្មិញគឺអាស្រ័យទៅលើករណីមួយចំនួនដូចជាការដែលមានការបញ្ជ្រោះនៃថ្មិញខ្លាំងដែលយើងទាមទារនៅការរៀបថ្មិញឲ្យស្មើឡើងវិញឬមួយក៏អ្នកជំងឺមួយចំនួនដែលគាត់មានសភាពមាត់របស់គាត់ប៉ោងខ្លាំងដែលយើងហៅថាមុខក្រពុំហ្នឹងហើយអញ្ចឹងក្នុងករណីហ្នឹងគឺយើងត្រូវការដកថ្មិញដើម្បីកែនៅទម្រង់មុខមាត់ឲ្យមានសោភ័ណភាពស្រស់ស្អាតមកវិញហើយយើងអាចបញ្ជានៅការពុតថ្មិញបាននៅក្នុងករណីអ្នកជំងឺដែលគាត់មានការបញ្ជ្រោះតែបន្តិចបន្តួចឬក៏ក្នុងករណីដែលអ្នកជំងឺមួយចំនួនមានការបញ្ជ្រោះថ្មិញខ្លាំងដូចគ្នាប៉ុន្តែគាត់ស្ថិតនៅក្នុងកំឡុងវ័យមួយតែនៅលូតលាស់យើងអាចធ្វើការនៅការពង្រីកក្រអូមមាត់របស់គាត់ដើម្បីបញ្ជាការដកថ្មិញបានផងដែរអញ្ចឹងតែយើងគួរដកថ្មិញឬក៏មិនដកថ្មិញគឺវាអាស្រ័យទៅលើករណីនៃភាពជាក់ស្ដែងរបស់អ្នកជំងឺហើយគ្រូពេទ្យនឹងជ្រើសរើសនៅវិធីសាស្ត្រណាមួយដែលសមស្របសម្រាប់ពួកគាត់